ជារឿងដ៏គួរឲ្យសង្ស័យយ៉ាងខ្លាំងខណៈពេលដែលសម្ដេចពុកអ៊ូតក្អេងក្អាងនិងប្រមានឲ្យបញ្ឈប់នាំចូលទំនិញពីថៃគ្រប់ប្រភេទប៉ុន្តែជាក់ស្ដែងមាសដុំដ៏ច្រើនសន្ធឹកសន្ធាប់ត្រូវបានហូរចូលពីថៃមកកម្ពុជាក្នុងកំឡុងឆ្នាំ2025បើទោះបីជាកំឡុងពេលចំនួនព្រំដែនកំពុងក្តៅកគុកក៏ដោយបរិមាណនេះធំសម្បើមណាស់ដែលពីខែមករាដល់ខែតុលាឆ្នាំ2025មាសដុំសរុប 24.27 តោនមានតម្លៃប្រមាណជាង 2.5 ពាន់លានដុល្លារត្រូវបាននាំចូលពីថៃមកកម្ពុជាដោយស្ងាត់ៗនេះបើយោងតាមទិន្នន័យផ្លូវការរបស់អគ្គនាយកដ្ឋានគយថៃបើយើងប្រៀបធៀបថវិកាសរុបនៃការនាំចូលមាសដុំដោយច្រើនសន្ធឹកសន្ធាប់នេះវាស្មើប្រមាណទៅនឹងថវិកាជាតិដែលក្រុងចំណាយសម្រាប់4ក្រសួងធំៗតែម្ដងសម្រាប់ឆ្នាំ2026ពេញមួយឆ្នាំនេះមានដូចជាក្រសួងអប់រំក្រសួងការពារជាតិក្រសួងសុខាភិបាលនិងក្រសួងសាធារណការដឹកជញ្ជូនសំណួរទី1តើមាសដុំដ៏ច្រើនសន្ធឹកសន្ធាប់នេះដែលភាគច្រើនបម្រើផលប្រយោជន៍អ្នកចំនួនធំតែប៉ុណ្ណោះនាំចូលមកកម្ពុជាក្នុងគោលបំណងអ្វីទី2ខណៈដែលពលរដ្ឋត្រូវបានប្រមានឲ្យពហិការតំណែងគ្រប់ប្រភេទពីថៃប៉ុន្តែមាសដុំដ៏ច្រើនសន្ធឹកសន្ធាប់ត្រូវបានអនុញ្ញាតឲ្យហូរចូលយ៉ាងធូរស្វីទៅវិញតើហេតុអ្វីសំណួររបស់ខ្ញុំដាក់ជូនទៅកាន់លោកជំទាវ ចមនិមលរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មលោកជំទាវ ជាសេរីទេសភិបាលនៃធនាគារជាតិកម្ពុជានិងឯកឧត្តមអូនពាន់មនីរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបើមិនមានការឆ្លើយតបដែលអាចទទួលយកបានទេវាច្បាស់ណាស់ថាសកម្មភាពទាំងនេះអាចពាក់ព័ន្ធនឹងការលេងលុយកខ្វក់ការឆបោកអនឡាញនិងអំពើខុសច្បាប់ផ្សេងទៀតសំណួរទាំងនេះមិនមែនជាសំណួររបស់ចលនាមេដាធម្មជាតិតែប៉ុណ្ណោះទេតែជាសំណួររបស់ប្រជាជនខ្មែរគ្រប់គ្នាសូមពុកម៉ែបងប្អូនចែករំលែកវីដេអូនេះយើងនឹងជួបគ្នានៅក្នុងវីដេអូក្រោយសូមអរគុណ